ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃចុងសប្តាហ៍ទំនេរអញ្ចឹងបើសិនជាបងប្អូនអត់មានអ្វីធ្វើទេឬមួយក៏មិនដឹងថាធ្វើអ្វីតោះមកធ្វើកំពឹសចៀនញ៉ាំហើយចំពោះកំពឹសចៀននេះគឺស្រួយឆ្ងាញ់មែនតើហើយបើនិយាយពីការចំណាយទិញកំពឹសទិញត្រាវគឺអស់តែ6000ទេបងប្អូនជឿអត់កំពឹស5000ត្រាវស្លាតែ1000រៀលទេហើយចំពោះប្រេងហើយនិងម្សៅបំពងអត់ចំណាយទេដោយសារថាមាននៅក្នុងផ្ទះបាយស្រាប់ឥឡូវនេះក៏នាងខ្ញុំមកភ្លក់ទំពាកំពឹសជារបស់នាងខ្ញុំថាស្រួយឈ្ងុយដល់កម្រិតណាកំពឹសជានាងខ្ញុំនេះថាស្រួយហីថាឈ្ងុយហីហើយបើនិយាយពីម្សៅវិញអត់មានលាយជាមួយនឹងម្សៅស្រួយអ្វីទាំងអស់គឺម្សៅបំពងសុទ្ធសាធតែម្ដងឥឡូវនេះក៏សូមបងប្អូនមកមើលពីរបៀបលាយម្សៅជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះការធ្វើកំពឹសជានេះអត់មានចំណាយគ្រឿងផ្សំអ្វីច្រើនទេបងប្អូនគឺមានតែម្សៅបំពងមានកំពឹសហើយនិងមើមត្រាវចំពោះមើមត្រាវនេះបើសិនបើជាបងប្អូនអត់ចូលចិត្តទេមិនបាច់ដាក់ក៏បានដែរប៉ុន្តែនាងខ្ញុំចូលចិត្តចាឥឡូវនេះក៏នាងខ្ញុំដាក់ម្សៅបំពងចូលទៅក្នុងចានបន្តមកទៀតនោះក៏ដាក់ជាមួយនឹងម្សៅល្មៀតបន្តិចហើយនឹងទឹកសធម្មតាចូលទៅបន្តិចបន្ទាប់ពីបានដាក់គ្រឿងផ្សំ3មុខនេះចូលគ្នារួចរាល់ហើយកូរច្របល់សាច់ម្សៅឲ្យបានល្មួតចូលគ្នាប៉ុន្តែអត់ទាន់អស់ទេណាបងប្អូនក៏នាងខ្ញុំបន្ថែមជាមួយនឹងដុំទឹកកកហើយចំពោះដុំទឹកកកនេះបងប្អូនដាក់តិចឬច្រើនទៅតាមបរិមាណម្សៅហើយចំពោះម្សៅដែលបានលាយនេះក៏កុំយកឲ្យរាវពេកហើយក៏កុំឲ្យខាប់ពេកដែរបងប្អូនមើលកំហាប់ម្សៅរបស់នាងខ្ញុំដែលនាងខ្ញុំកូរហើយយកប៉ុណ្្នឹងហើយក៏នាងខ្ញុំពិបាកប្រាប់បងប្អូនថាបរិមាណប្រមាណឲ្យច្បាស់លាស់ដែរដោយសារថាម្សៅគឺយើងប្រើម៉ាកផ្សេងគ្នាអញ្ចឹងហើយក៏នាងខ្ញុំពិបាកនៅក្នុងការប្រាប់អញ្ចឹងបងប្អូនស្មាននាងខ្ញុំក៏ស្មានដែរចានិយាយទៅកុំឲ្យតែខាប់ពេកហើយនឹងក៏កុំឲ្យរាវពេកហើយបើនិយាយពីសាច់ម្សៅពេលដែលច្បល់ដាក់គ្រឿងផ្សំអីផ្សេងនោះក៏នាងខ្ញុំឲ្យមានបន្ថែមជាមួយនឹងគ្រឿងផ្សំរសជាតិអ្វីទាំងអស់គឺដាក់តែម្សៅបំពងសិតហើយនេះបងប្អូនឃើញអញ្ចឹងដាក់ម្សៅបំពងសិតហើយក៏បន្ថែមជាមួយនឹងម្សៅល្មៀតទឹកសបន្តិចចូលទៅកូរច្បល់ឲ្យបានសព្វតែប៉ុណ្្នឹងឯងគ្រឿងផ្សំស្ករអំបិលប៊ីចេងគឺអត់មានបន្ថែមទេឥឡូវនេះបន្ទាប់ពីកូរច្បល់ម្សៅក៏ដូចជាកំពឹសចៀនចូលគ្នារួចរាល់ហើយមកដាក់ចៀនហើយចំពោះការចៀននេះក៏នាងខ្ញុំមិនបើកភ្លើងឲ្យក្តៅខ្លាំងដែរបើសិនបើជាភ្លើង100នាងខ្ញុំបើកត្រឹមតែ40អានេះកំឡុងពេលចៀនក៏ប៉ុន្តែមុននឹងដាក់កំពឹសចូលទៅមុនដំបូងក៏យើងត្រូវតែបើកភ្លើងឲ្យខ្លាំងឲ្យខ្លាញ់បើយើងឡើងក្តៅល្អបើសិនជាខ្លាញ់បើយើងអត់ឡើងក្តៅល្អទេពេលដែលដាក់កំពឹសចូលទៅកំពឹសចៀនរបស់យើងគឺអត់មានជាតិស្រួយឈ្ងុយបែបនេះទេចាគឺឡើងទន់អញ្ចឹងណាទោះបីថាលាយម្សៅបែបណាក៏ដោយបើសិនជាកម្ដៅខ្លាញ់អត់ក្តៅល្អទេគឺថារសជាតិស្មើ0អូខេឥឡូវនេះកំពឹសចៀនរបស់នាងខ្ញុំរៀបរាល់ហើយក៏រៀបចំដាក់ឲ្យស្រួលហើយយើងត្រឡប់មកធ្វើទឹកជ្រលក់ហើយចំពោះគ្រឿងផ្សំទឹកជ្រលក់នោះវិញក៏មានជាមួយនឹងម្រេចម៉ដ្ឋមានទឹកក្រូចឆ្មាមានស្លឹកក្រូចសើចបន្តិចហើយក៏មានជាមួយនឹងខ្ទឹមជ្រក់មានជាមួយនឹងម្សៅម្ទេសកូរ៉េដាក់គ្រឿងផ្សំចូលទៅរួចរាល់ហើយច្បល់ឲ្យបានសព្វបន្ទាប់ពីច្បល់បានសព្វហើយក៏បន្ថែមជាមួយនឹងទឹកត្រីបុកចូលទៅបន្តិចដើម្បីជួយបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់